បានគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel Taxi for Family ដល់ថ្ងៃនេះដែរខ្ញុំបានចេញរថតាក់ស៊ីជាថ្ងៃដែលខ្ញុំអាចរកបានចំណូលច្រើនផងដែរបាទថ្ងៃអាទិត្យបាទចង់ដឹងថាខ្ញុំចំណូលបានប៉ុណ្ណាចាំទស្សនាទាំងអស់គ្នាបាទថ្ងៃនេះដែរគឺជាថ្ងៃអាទិត្យអញ្ចឹងចរាចរណ៍រៀងមកមានញឹកតិចបាទដោយសារពុកម៉ែបងប្អូនយើងដើរលេងកម្សាន្តតាមមាត់ទន្លេកោះពេជ្រកោះនរាឬក៏កន្លែងកំសាន្តផ្សេងៗច្រើនបាទនៅភ្នំពេញហើយឥឡូវនេះខ្ញុំនៅផ្លូវនរោត្តមបាទចរាចរណ៍មកសំរុំបាទមិនសូវជាស្ទះប្រហែលទេហើយមកល្មមបាទអញ្ចឹងខ្ញុំនឹងជម្រាបពុកម៉ែបងប្អូនថាថ្ងៃហ្នឹងខ្ញុំទទួលបានប្រហែលជើងខ្ញុំនឹងរៀបរាប់ប្រាប់ពុកម៉ែបងប្អូនជាបន្តបន្ទាប់បាទហ្នឹងហើយឥឡូវខ្ញុំសរុបបដាមកណាបាទអរគុណច្រើនឥឡូវនេះខ្ញុំសរុបមកបងថ្ងៃអាទិត្យនេះគឺខ្ញុំអត់មានជើងទៅពលានទេបាទហើយខ្ញុំទទួលបាន pass up 5ជើង5បងបាទហើយ Grab 6បងសរុបទៅបាន11បងបាទប៉ុន្តែថ្ងៃហ្នឹងហេងដែរបាទសវោទៅជើងវែងយើងឆ្ងាយបាទឆ្ងាយអញ្ចឹងយើងបានលុយរៀងគួរសមដែរបាទហើយម៉ោងដែលខ្ញុំចេញគឺថ្ងៃអាទិត្យហ្នឹងគឺខ្ញុំរវល់ពេលព្រឹកដោយសារខ្ញុំមានគ្រួសារមានកូនអញ្ចឹងរៀងលេតតិចបាទហើយនៅសាកថ្មទៀតអញ្ចឹងរួចរាល់ម៉ោង1បាទម៉ោង1ហើយរហូតដល់ម៉ោង1យប់បាទខ្ញុំចូលផ្ទះបាទហើយចំណូលសរុបដែលខ្ញុំទទួលបានគឺ275,000បាទគឺជាចំណូលមួយដែលគួរសមច្រើនដែរបាទមានអារម្មណ៍ថាថ្ងៃហ្នឹងគឺទទួលបានប្រាក់ចំណូលច្រើនដោយសារបានជើងវែងបាទហើយចំពោះពីម៉ោង1អីហ្នឹងខ្ញុំសាកថ្មនៅចំចៅរួចរាល់ខ្ញុំចេញមកដល់មុខពលានបាទពោធិ៍ចន្ទង់ក៏មានបងប្រុសម្នាក់គាត់មកពីខេត្តបាទដូចជាខេត្តកំពតបាទខេត្តកំពតគាត់ទៅលេងកំសាន្តនៅហ្នឹងគាត់ត្រឡប់វិញគាត់បុកខេងទៅចូលបាទបុក Grab បាទ Grab Eco Friendly បុកចូលឡានខ្ញុំបាទចូលទៅខ្ញុំចាប់ដើមទទួលគាត់បាទជូនគាត់គោលដៅគាត់ត្រូវចុះគឺនៅខាងគៀនស្វាយបាទនៅគៀនស្វាយហើយចឹងទៅខ្ញុំជូនគាត់ឲ្យគិតជាលុយគាត់អស់58,000បាទ58,000ហើយបន្ទាប់ពីតម្លាក់គាត់ឲ្យនៅគៀនស្វាយហេងមែនតើបាទចេញមកបានប្រហែលជា100ម៉ែត្រអីហ្នឹងចាប់ដើមមានភ្ញៀវគាត់បុកបាទគាត់ទៅលេងគៀនស្វាយលក្ខណៈគ្រួសារសមាជិកគាត់រៀងច្រើនតិចបាទចូលគ្នាទាំងកូនក្មេងចូល6នាក់បាទហើយឡានខ្ញុំគេឲ្យជិះតែ4នាក់ទេក៏ប៉ុន្តែជិះទៅមានកូនតូចកូនអីចឹងខ្ញុំច្រើនទៅអនុគ្រោះបាទខ្ញុំមិនសូវជាតានតឹងប្រហែលទេឲ្យទៅជិះអស់បាទហើយគាត់បុកពីគៀនស្វាយហ្នឹងមកដល់ទូតពូបាទម្ដុំទូតពូហើយគាត់បុក pass up ទេបាទ pass up ប៉ុន្តែមើលសរុបទៅគាត់អស់40,000បាទស្មើ$10អញ្ចឹងដក F អីសល់35,000ហ្នឹងបាទអញ្ចឹងខ្ញុំទៅមកវិញក៏អត់ចោលជើងដែរបាទដោយសារមានភ្ញៀវបុកមកវិញអញ្ចឹងបាទហេងដែរបាទជាទៅខ្ញុំជូនភ្ញៀវទៅខាងគៀនស្វាយអីមកវិញតែបានទេបាទខ្ញុំបើក F ចោលអត់ដែររោទេបាទតទៅម្ដងកោះនរាកោះពេជ្រអីចឹងទៅបានមានភ្ញៀវបុកបន្តទៀតហ្នឹងហើយអញ្ចឹងបន្ទាប់ពីតម្លាក់គាត់ហើយក៏ទទួលបានបងខ្លីអីដែរបាទ pass up ហើយនឹង Grab បាទ12អីចឹងទៅហើយដល់ពេលរៀងពាក់កណ្ដាលយប់តិចក៏ហេងដែរបាទបានភ្ញៀវគាត់នៅបាសាក់ឡែនបាទគាត់បានបុកKing បាទតាមGrab បាទ Grab គាត់បុកទៅដល់បូរីអគីដេផ្លូវជាតិ 6A បាទគិតពីចម្ងាយខ្ញុំមើលនៅក្នុង app វាចូល14គីឡូ15គីឡូហើយបាទហើយឆាចពីភ្ញៀវ37,000ហើយខ្ញុំទទួលបាន27,000បាទបានថាក្រុមហ៊ុនកាត់អស់10,000មកហើយបាទប៉ុន្តែយ៉ាងណាក៏យើងនៅតែរត់បាទក្រុមហ៊ុនកាត់ 25% វាចាត់ទុកថាច្រើនគួរសមប៉ុន្តែនៅពេលយើងទទួលហើយយើងត្រូវតែជូនភ្ញៀវឲ្យដល់គោលដៅបាទហើយនៅពេលខ្ញុំជូនភ្ញៀវទៅដល់គោលដៅហេងមែនតើបាទភ្ញៀវគាត់បានត្រឡប់មកវិញជិះបាន100ម៉ែត្រពីកន្លែងទីតាំងតម្លាក់ភ្ញៀវនៅបូរីអគីដេផ្លូវ 6A ហ្នឹងទៅស្រាប់តែមានភ្ញៀវគាត់បុកតបាទគាត់ជូនម្ដាយមិញគាត់មកផ្ទះហើយគាត់ទៅលេងជាមួយមិត្តភក្តិគាត់ម្ដងទៀតនៅភ្នំពេញបាទម្ដុំSlow-mo ក្លឹប Slow-mo បាទក្លឹបកំសាន្តអញ្ចឹងខ្ញុំក៏ទទួល booking បាទចូលទៀតបាទហេងមែនតើបាទទៅមានភ្ញៀវមកវិញមានភ្ញៀវបាទហើយតម្លៃដូចគ្នាបាន27,000ដូចគ្នាបាទដោយសារGrab វាកាត់តម្លៃហើយអញ្ចឹងពីយ៉ាងភ្ញៀវ pay តាម Grab Pay បាទអញ្ចឹងចេញតម្លៃមក27,000ទៅ27,000មក27,000បាទអញ្ចឹងក៏
ពីបងហ្នឹងក៏បាន50000ជាងដែរបាទហេងចាត់ទុកថាហេងដោយសារយើងទៅមានភ្ញៀវមកមានភ្ញៀវហើយនេះគឺជាតាមផ្លូវដែលខ្ញុំបានភ្ញៀវទទួលភ្ញៀវបន្ទាប់ពីរួចរាល់ហើយខ្ញុំក៏មានភ្ញៀវមួយទៀតបាទគាត់បុកពីកម្ពុជាក្រោមគាត់ទៅដល់តាខ្មៅថ្ងៃហ្នឹងជើងវែងហ្មងបាទអាចចាត់ទុកថាជើងវែងហើយបាទមកបង20000 30000អីចឹងទៅគាត់បុកពីផ្លូវកម្ពុជាក្រោមដងទឹកល្អគាត់ទៅដល់តាខ្មៅបាទវងមូលតាខ្មៅគាត់ជាលុយគាត់មាន promotion អស់18000ប៉ុន្តែបើសិនអត់មាន promotion កន្លែងពេញគឺ23000រៀលបាទហើយអញ្ចឹងទៅក៏គិតលុយគាត់ហើយខ្ញុំចេញមកបានប្រហែលជា100ម៉ែត្រជាងបាទស្រាប់តែមានបងប្រុសម្នាក់គាត់ booking pass up booking pass up ចូលទៀតគាត់គោលដៅគាត់មកលេងនៅបឹងកក់បាទម្ដុំក្លឹបកំសាន្តនៅបឹងកក់បាទគាត់មកញ៉ាំអីជួបជុំមិត្តភ័ក្តិគាត់ចឹងទៅហើយក៏ទទួលបានភ្ញៀវពីតាខ្មៅនឹងមួយបាទហើយក៏ជូនគាត់មកដល់បឹងកក់ឲ្យហើយគោលដៅគាត់ទៅទូកុកសិនបានចេញពីទូកុកមកបឹងកក់ទៅយកមិត្តភ័ក្តិគាត់ហើយសរុបបាន35000បាទ35000អូយហេងមែនតើបានសិតជើងវែងអញ្ចឹងក៏តម្លាក់គាត់ហើយអញ្ចឹងទៅបាទបើកអេបលេងហើយសារគោលដៅខ្ញុំអត់សូវចេះនៅមួយកន្លែងទេបាទដោយសារតែខ្ញុំនៅមួយកន្លែងបើសិនរងចាំយូរខ្ញុំលោកមុនខ្ញុំចាំយូរបាទ1ម៉ោង2ម៉ោងអីបាទមានភ្ញៀវញ៉ាំចេះតែនៅអញ្ចឹងខាតជើងខ្ញុំសុខចិត្តជិះតិចបាទបើកអេបជិះត្រេរងមានភ្ញៀវបុកបាទទទួលយកភ្ញៀវតែម្ដងបាទហើយនេះវីដេអូដែលខ្ញុំដែលជូនភ្ញៀវទៅខាងបូរីOrchidee បាទ Orchidee ផ្លូវចិត្ត 6A នៅពេលយប់ហ្នឹងបាទតម្លាក់ភ្ញៀវហើយបាទមានភ្ញៀវបុកតតែម្ដងដែលខ្ញុំប្រាប់ពុកម៉ែបងប្អូនមុនថាមានភ្ញៀវបុកតពីបូរី Orchidee ហ្នឹងបាទនៅក្នុងបរិវេណហ្នឹងដូចគ្នាគាត់ថាខុសគ្នាប្រហែលជា400-500ម៉ែត្រអីចឹងណាបាទឥឡូវនេះខ្ញុំស្រោតទៅយកគាត់បាទខ្លាចគាត់ cancel ដែរពេលខ្លះយើងរៀងយប់ជីអាចរៀងលឿនតិចទៅបាទដោយសារតែភ្ញៀវខ្លះគាត់អត់បញ្ញាប់អីចឹងទៅពេលខ្លះគាត់ដូរចិត្តបាទគាត់អាច cancel គាត់ថាបានហើយការ cancel របស់ភ្ញៀវក៏យើងមិនដឹងធ្វើម៉េចដែរបាទធ្វើម៉េចបើយើងរកស៊ីទៅលើ app ហ្នឹងហើយបាទបើសិនភ្ញៀវគាត់ដូរចិត្តមិនទាន់ចង់ទៅឬក៏គាត់រងចាំរៀងយូរបាទអាហ្នឹងគាត់អាចដូរចិត្តបានគ្រប់ពេលក៏ប៉ុន្តែហើយណែបាទគឺគាត់មិនបាន cancel ទេគឺគាត់រងចាំបាទអញ្ចឹងក៏ខ្ញុំកាត់ចាប់ដើមចេញទៅទទួលគាត់តែម្ដងបាទចំពោះនៅក្នុងបរិយាស្មាននេះគឺម៉ោង11:40នាទីហើយបាទហើយខ្ញុំធ្វើដំណើរម្នាក់ឯងដោយសារអ្នកខ្លាចហើយបាទដោយសារក្នុងបរិយាមានគេច្រើនប៉ុន្តែយប់ហើយគេចូលសម្រាប់អស់ហើយអញ្ចឹងចរាចរណ៍ក៏អត់មានដែរបាទមានឡានខ្ញុំយូរមានឡានឆ្លងកាត់មួយអញ្ចឹងណាបាទហើយឥឡូវនេះក៏ខ្ញុំទទួលបានភ្ញៀវបាទទទួលបានភ្ញៀវហើយក៏ចូលទៅទទួលគាត់ហើយក៏ជូនគាត់ទៅភ្នំពេញបាទគាត់ចូលទៅលេងនៅម្ដុំក្លឹប Slow Mo បាទហើយសកម្មភាពនៅក្នុងបរិយាគឺយប់ម៉ោង 7:12 បាទគឺបែបហ្នឹងបាទភ្លើងភ្លឺបាទចិញ្ចេញចាច់បាទហើយมันជាព្រួយបារម្ភអីទេបាទសុវត្ថិភាពល្អប្រសើរដោយសារក្នុងបរិយាក៏មានសន្តិសុខការពារច្រកផ្លូវច្រកអីចឹងទៅបាទហើយនៅក្នុងបរិយានេះគឺកន្លែងខ្លះគេកំពុងអភិវឌ្ឍបានកំពុងសាងសង់បន្ថែមហើយកន្លែងខ្លះទៀតក៏គេសង់រួចរាល់ដែរ 100% ហើយបាទហើយកំពង់មូលនេះគេអាប់ដេតថែមបាទដឹងដាក់រូបអីខ្លះទៅចាំមើលរួចរាល់បាទនេះគឺជារោងកំពង់មូលបាទគេកំពុងសាងសង់បាទហើយខ្ញុំមកដល់កំពង់មូលច្រើនដែរតើបាទនៅក្នុងបរិយាហ្នឹងក៏ប៉ុន្តែដោយសារខ្ញុំមើលតាម map បាទ map ភ្ញៀវគាត់នេះឲ្យខ្ញុំមើលមកខ្ញុំចូលទៅយកបាទចូលយកភ្ញៀវនេះហើយមកដល់សន្តិសុខគាត់សួរបាទសួរអញ្ចឹងយើងប្រាប់គាត់តាមហ្នឹងទៅហើយផ្ទះលេខបានភ្លើងបានអញ្ចឹងណាបាទទទួលគាត់បានហើយយើងចាប់ដើមចេញពីហ្នឹងមកអាហ្នឹងដូចជានៅភូព្រែកលៀបបាទម្ដុំព្រែកលៀបហ្នឹងឯងបាទបរិយាហ្នឹងបាទឥឡូវនេះខ្ញុំនៅលើផ្លូវជាតិលេខ 6A ត្រឡប់មកវិញបាទចេញពីនឹងមកដងខាងជ្រោយយោវ៉ាវិញមកដើម្បីឆ្លងស្ពានហើយឡើងតាមផ្លូវមនីវងដើម្បីជូនគាត់ទៅក្លឹប Slow Mo បាទហើយសកម្មភាពពេលយប់ស្ងប់ស្ងាត់បាទអត់មានចរាចរណ៍ញ៉ៃទេយូរមានម៉ូតូឡានមួយទេបាទហើយជិះស្រួលក៏ប៉ុន្តែកំឡុងពេលស្ងាត់យ៉ាងណាក៏យើងមិនត្រូវជិះលឿនហួសហេតុពេកដែរបាទការពារសុវត្ថិភាពតខ្លួននិងកុំឲ្យប៉ះពាល់ទៅលើអ្នកដទៃឬក៏អ្នកដំណើរផ្សេងទៀតបាទហើយចរាចរណ៍បែបហ្នឹងគឺខ្ញុំពុកម៉ែបងប្អូនអានេះខ្ញុំកាត់មកដល់វីដេអូខ្ញុំត្រឡប់ទៅមកផ្ទះវិញហើយបាទដោយសារម៉ោង 7:01 ហើយម៉ោង 7:01 ខ្ញុំក៏បានជិះកាត់តាមផ្លូវកម្ពុជាក្រោមបាទមកដល់ស្ពានអាកាស 7 មករាបាទ
ហើយស្ពាននេះគឺខាងលើកំសើមានច្រើនដែរបាទខាងក្រោមកំសើច្រើនមួយកំតែត្រូវប្រយ័ត្នបាទសារមានម៉ូតូមានឡានហើយខ្ញុំ stop ខៀវខ្ញុំអាចទៅបានអញ្ចឹងខ្ញុំក៏ចេញទៅតែមុននឹងចេញទៅត្រូវមើលឆ្វេងស្ដាំក្រោយបានច្បាស់ដែរបាទមិនចេះទៅទេលើខៀវទៀតហើយខ្ញុំក៏បានទៅទៀតបាទខ្ញុំមុននឹងឆ្លង stop ជាទម្លាប់របស់ខ្ញុំគឺយើងវាយភ្លើងមុនបាទពេលខ្លះម៉ូតូឡានអីគាត់ជិះលឿនបាទពេលយើងវាយភ្លើងទៅគាត់អាចជាសញ្ញាមួយដែលជូនដំណឹងទៅដល់គាត់ថាមានឡានយើងកំពុងឆ្លងកាត់អញ្ចឹងណាបាទហើយតាមផ្លូវមានអារម្មណ៍ថាស្ងប់ស្ងាត់ក៏ប៉ុន្តែមិនស្ងាត់ដោយសារតែនេះទេយូរមានឡានមួយពីរបាទម៉ូតូអីក៏មានដែរបាទដោយសារគាត់ត្រឡប់ទៅមកពីកំសាន្តវិញញ៉ាំអីចឹងទៅគាត់ត្រឡប់មកវិញបាទហើយតាមផ្លូវក៏មានភ្លើងភ្លឺហើយផ្លូវនេះហៅផ្លូវសហព័ន្ធរុស្ស៊ីបាទផ្លូវសហព័ន្ធរុស្ស៊ីគឺស្អាតស្រួលជិះក៏ប៉ុន្តែស្ទះពេលព្រឹកពេលល្ងាចបន្តិចបាទប៉ុន្តែផ្លូវធំបាទផ្លូវធំស្រួលជិះហើយមកដល់ខាងមុខនេះសិតតែខុនដូបាទខាងមុខមានខុនដូប៊ូយ៉ុងបាទខាងឆ្វេងដៃខាងស្ដាំខុនដូចិនបាទគេហៅThe Print នេះហ្នឹងបាទអាហ្នឹងខុនដូច្រើនទាំងឆ្វេងទាំងស្ដាំហើយទៅមុខតិចបានមានខុនដូជប៉ុនបាទម្លុកហ្នឹងគឺចម្រុះមានខុនដូជប៉ុនខុនដូកូរ៉េខុនដូចិនបាទហើយតាមផ្លូវមានឡានគាត់លាងផ្លូវបាទលាងផ្លូវស្មានតែមិនភ្លៀងបាទការពិតពីថ្ងៃភ្លៀងមួយសាយបាទកន្លែងខ្លះมันក៏មានទឹកដក់អីចឹងទៅហើយពេលយប់ឡើងក៏មានឡានបាញ់ទឹកលាងស្មាតផ្លូវម្ដងទេបាទហើយឥឡូវនេះយើងមកដល់នេះហើយដល់ម្ដុំទឹកថ្លាបាទម្ដុំហៅម្ដុំពេទ្យរ៉ូយ៉ាល់បាទរ៉ូយ៉ាល់ទឹកថ្លាហើយយើងចាំ stop បន្តិចបាទ stop កន្លែងមុខពេទ្យរ៉ូយ៉ាល់បាទម្ដុំសាទឹកថ្លាប៉ុន្តែតាមផ្លូវបាទស្ងប់ស្ងាត់ល្អបាទស្រួលធ្វើដំណើរអត់ស្ទះទេហើយក៏មានអ្នកលក់នៅអីតាមផ្លូវដែរបាទបងប្អូនលក់តរ៉េនលក់អីច្រើនហើយសរុបលទ្ធផលបាទក្នុងមួយថ្ងៃនេះគឺខ្ញុំទទួលបានចំណូលដែលខ្ញុំដក app ហើយគឺបាន 275,000 បាទហើយទទួលបាន Grab 6 បងនិង Pass App 6 បងបាទហើយអត់បានទៅពលានទេអត់មានជើងទៅពលានទេប៉ុន្តែបានជើងវែងដូចជាពីពលានពោធិ៍ញតុងទៅដល់ខាងគិនស្វាយចូលភ្នំពេញទៅខាងតាខ្មៅបាទពីតាខ្មៅមកនេះវិញបាទអរគុណចំពោះការតាមដានទស្សនាជួបគ្នា